គ្នាជាភាសាបងនៅជាងប្រឡងបាក់ឌុបទាំងអស់គ្នាចឹងថ្ងៃនេះក្នុងវីដេអូនេះខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាពីសំណួរទៅតាមមេរៀននៃមុខវិជ្ជាប្រវត្តិមួយចំនួនអឺជាសម្រាមសំណួរនៅក្នុងមេរៀននីមួយៗសម្រាប់ត្រៀមប្រឡងហើយក៏ដូចជាការរំលឹកមេរៀនហើយសំណួរទាំងអស់ហ្នឹងមានខ្លះធ្លាប់ចេញបាក់ឌុបនិងខ្លះទៀតអត់ធ្លាប់ចេញប៉ុន្តែវាគឺជាខ្លឹមសារមេរៀនទាំងអស់ដែលបងបានអឺសរុបមកអញ្ចឹងសម្រាប់ថ្ងៃហ្នឹងគឺទាក់ទងជាមួយមេរៀនសម័យអាណានិគមនិយមបារាំងអញ្ចឹងក្នុងមេរៀននេះអឺមេរៀនហ្នឹងគឺមេរៀនវែងជាងគេហើយក្នុងមេរៀនប្រវត្តិសាស្ត្រខ្មែរទាំងប៉ុន្មានហ្នឹងវែងជាងគេមកអញ្ចឹងសំណួរវាគឺច្រើនជាងគេដែរអញ្ចឹងថ្ងៃហ្នឹងមានទាំងអស់10សំណួរទី1អឺតើព្រះបាទអង្គឌួងមានស្នាព្រះហស្ថអ្វីខ្លះហើយគាត់ស្គាល់នៅថ្ងៃខែឆ្នាំណាហើយទី2ហេតុអ្វីកម្ពុជាចាំបាច់ស្វែងរកកិច្ចការពារពីបារាំងទី3ចូលព័ន្ធនាពីមូលហេតុដែលកម្ពុជាទទួលយកអាណានិគមនិយមបារាំងហើយទី4ហេតុអ្វីកម្ពុជាដាក់អាណាព្យាបាលលើហេតុអ្វីបារាំងអាណាព្យាបាលមកលើកម្ពុជាទី5ចូលរៀបរាប់ពីកំណែទម្រង់ទាំងពីរលើករបស់បារាំងមកលើកម្ពុជាហើយទី6តើកំណែទម្រង់របស់បារាំងបាននាំអ្វីខ្លះមកដល់សង្គមខ្មែរទី7ចូលរៀបរាប់ពីចលនាតស៊ូដើម្បីឯករាជ្យជាតិពីបារាំងហើយទី8តើសម័យអាណានិគមនិយមបារាំងមានផលវិជ្ជមាននិងអវិជ្ជមានដូចមនុស្សខ្លះហើយទី9សម័យអាណានិគមនិយមបារាំងកើតឡើងពីឆ្នាំណាដល់ឆ្នាំណាហើយមានស្ដេចប៉ុន្មានអង្គសោយរាជ្យហើយទី10ចុងក្រោយគឺតើការទទួលបានឯករាជ្យនេះមានន័យដូចម្តេចសម្រាប់កម្ពុជាអញ្ចឹងទាំងអស់ហ្នឹងមាន10សំណួរប៉ុន្តែបើយើងចេះ10សំណួរហ្នឹងយើងអាចបំបែកចម្លើយទាំងអស់ហ្នឹងទៅជាសំណួរផ្សេងៗទៀតដោយសារការប្រឡងបាក់ឌុបហ្នឹងអ្នកដែលគេធ្វើវិញ្ញាសាហ្នឹងគេចូលចិត្តច្នៃសំណួរផ្សេងបានន័យថាសំណួរឧបហរណ៍ថាសំណួរទី6តើកំណែទម្រង់របស់បារាំងបាននាំអ្វីខ្លះមកដល់សង្គមកម្ពុជាពេលខ្លះគេអត់សួរអញ្ចឹងទេគេសួរថាតើរបបអឺតើសម័យអាណានិគមនិយមបារាំងហ្នឹងបាននាំផលអ្វីខ្លះមកដល់កម្ពុជាហើយផលហ្នឹងគឺជាមានចែកចេញជាពីរផលវិជ្ជមាននិងផលអវិជ្ជមានដល់ពេលអញ្ចឹងទៅយើងកន្លែងមើលទីសំណួរទី8វិញតើសម័យអាណានិគមនិយមបារាំងមានផលវិជ្ជមាននិងអវិជ្ជមានដូចម្តេចខ្លះអញ្ចឹងបងបញ្ជាក់ឲ្យសំណួរពីរហ្នឹងចម្លើយស្ទើរតែដូចគ្នាទាំងអស់ហើយគ្រាន់គេបានណាបើគេបង្កើតឲ្យមានសំណួរពីរអញ្ចឹងក៏គេត្រូវបង្កើតមានចម្លើយពីរខុសគ្នាដែរអញ្ចឹងដូចកន្លែងនេះមួយទៀតអឺហេតុអ្វីកម្ពុជាចាំបាច់ស្វែងរកកិច្ចការពារពីបារាំងហើយដល់ទី4ហេតុអ្វីបារាំងដាក់អាណាព្យាបាលមកលើកម្ពុជាអញ្ចឹងបើគេយកពីរសំណួរហ្នឹងបូកបញ្ចូលគ្នាគេអាចនិយាយថាចូលរៀបរាប់ពីមូលហេតុដែលមានវត្តមានបារាំងនៅលើកម្ពុជាអញ្ចឹងពេលដែលគេសួរអញ្ចឹងយើងត្រូវរៀបរាប់ទាំងពីរទាំងខាងបារាំងហើយនិងខាងអឺកម្ពុជានិងទាំងកត្តាបារាំងនិងកត្តាកម្ពុជាមកឲ្យគេបានន័យថារៀបរាប់កត្តាបារាំងមកពីមូលហេតុអ្វីខ្លះត្រី1ត្រី2ត្រី3កត្តាកម្ពុជាមកពីមូលហេតុអ្វីខ្លះត្រី1ត្រី2ត្រី3ព្រោះគេសួរមួយដាច់ដោយឡែកអញ្ចឹងយើងឆ្លើយមួយដាច់ដោយឡែកឲ្យគេមកអញ្ចឹងបញ្ជាក់ម្ដងទៀតហើយក៏សរុបម្ដងទៀតអឺត្រូវចេះមើលសំណួរណាដែលគេសួរបញ្ឆោតយើងសំណួរណាដែលគេដូររបៀបសួរគេអត់សួរប៉ុន្តែគេដូររបៀបសួរប៉ុន្តែគេសួរនៅតែក្នុងន័យហ្នឹងទេអញ្ចឹងយើងអាចយកចម្លើយដែលយើងដឹងគំនិតដែលយើងដឹងហ្នឹងយកទៅឆ្លើយបានទាំងអស់អញ្ចឹងព្យាយាមចាប់កន្លែងហ្នឹងឲ្យបានអញ្ចឹង
យើងចូលមកដល់ចំណោយវាវិញសិនអ្នកទាំងអស់គ្នាអេចឹងអឺចឹងសំណួរទី1គឺសួរព្រះបាទអង្គឌួងមានស្នាប្រកបអីខ្លះអញ្ចឹងព្រះបាទអង្គឌួងគឺជាព្រះបាទដំបូងគេដែលបានព្យាយាមតាក់ទងទៅបរិយាអញ្ចឹងចាំពេលខ្លះក៏គេអាចសួរដែរអញ្ចឹងព្រះបាទអង្គឌួងមានស្នាព្រះហស្ថជាច្រើនដូចជាកវីនិពន្ធផ្នែកអក្សរសាស្ត្រខ្មែរធ្វើកំណែទម្រង់ផ្នែករដ្ឋបាលបង្កើតប្រាក់ថ្មីកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗដូចជាផ្លូវពីឧដុង្គទៅកំពតកាត់តាមស្រុកឈូកតភ្ជាប់ទៅដល់កំពង់ផែសមុទ្រថ្មីហើយនឹងកសាងកំពង់ផែថ្មីដើម្បីជំនួសកំពង់ផែចាស់ដែលប្រទេសអាណាបានយកចឹងទ្រង់សគត់នៅថ្ងៃទី18តុលាឆ្នាំ1860អញ្ចឹងតើតើមកព្រះបាទអង្គឌួងមានតែប៉ុណ្្នឹងទេអញ្ចឹងយើងចូលសំណួរទី2ទៀតសំណួរទី2ចឹងសំណួរទី2អានេះបងយកពី YouTube លោកគ្រូគាត់បានដាក់ចំណងហើយអញ្ចឹងសំណួរទី2អឺសំណួរទី2ហេតុអ្វីកម្ពុជាចាំបាច់ស្វែងរកកិច្ចការពារពីបារាំងចឹងចម្លើយមូលហេតុដែលបណ្ដាលឲ្យព្រះបាទអង្គឌួងធ្វើទំនាក់ទំនងជាមួយបារាំងអញ្ចឹងអាកន្លែងនេះចម្លើយវាដូចគ្នាដោយសារអឺដោយសារព្រះបាទអង្គឌួងហ្នឹងគឺជាអ្នកដែលធ្វើទំនាក់ទំនងទៅដល់បារាំងមុនពេលអញ្ចឹងចម្លើយគឺមូលហេតុដែលព្រះបាទអង្គឌួងមូលហេតុដែលកម្ពុជាត្រូវធ្វើទំនាក់ទំនងជាមួយបារាំងព្រោះប្រទេសកម្ពុជាទន់ខ្សោយហើយទឹកដីខ្មែរកាន់តែរួនតូចទៅអញ្ចឹងមូលហេតុមួយផ្សេងទៀតគឺប្រទេសសៀមនិងយួនអាណាមនៅតែប៉ុនប៉នឈ្លានពានទឹកដីខ្មែរដោយសារប្រទេសខ្មែរពេលហ្នឹងនៅទន់ខ្សោយអញ្ចឹងទី3ចង់បានអង្គឌួងគាត់ចង់បានឥទ្ធិពលពីមហាអំណាចអឺរ៉ុបណាមួយមកការពារទឹកដីពុទ្ធសាសនាខ្មែរហើយនៅចំណុចចុងក្រោយការហ្នឹងមានការណែនាំពីបុព្វជិតមីនាមមីម្នាក់ហ្នឹងថាឲ្យតាក់ទងទៅប្រទេសបារាំងទៅដោយសារស្ដេចបារាំងហ្នឹងគាត់មានប្រតិល្អអីចឹងទៅជួយប្រទេសទុនខ្សោយអីចឹងទៅអញ្ចឹងសំណួរទី2ប៉ុណ្ណឹងទេអញ្ចឹងសំណួរទី3ចូលពណ៌នាពីមូលហេតុដែលកម្ពុជាទទួលយកអាណានិគមនិយមបារាំងចឹងមូលហេតុដែលកម្ពុជាទទួលយកអាណានិគមនិយមបារាំងព្រោះទាំងអស់មាន3មូលហេតុនយោបាយមូលហេតុនយោបាយមូលហេតុសេដ្ឋកិច្ចនិងមូលហេតុសង្គមចឹងកន្លែងមានមតិត្រឹមត្រូវផ្សេងទៀតហ្នឹងបានន័យថាយើងអាចបន្ថែមចំណុចខ្លួនឯងបានក្នុងលក្ខខណ្ឌដែលកំណត់នោះត្រឹមត្រូវឬក៏ស្របតាមសំណួរដែលគេសួរអញ្ចឹងទៅអញ្ចឹងតើតើមួយមូលហេតុនយោបាយអញ្ចឹងមាន3គឺសៀមនិងយួនគៀបសង្កត់ព្រមទាំងឈ្លានពានទឹកដីកម្ពុជាទី2ខ្មែរយកមហាអំណាចអឺរ៉ុបជាបំផែកដើម្បីការពារប្រទេសនិងពុទ្ធសាសនាខ្មែរទី3ធ្វើឲ្យមានឯកភាពអំណាចរាជបាល័យអញ្ចឹងកន្លែងនេះដោយសារចំណុចចុងក្រោយគេហ្នឹងដោយសារនៅជំនាន់ហ្នឹងក្រោយពីព្រះបាទអង្គឌួងស្លាប់ទៅសល់បុត្រ3អង្គរបស់ព្រះអង្គអញ្ចឹងបុត្រអង្គតីឬក៏បាននរោត្តមគាត់ឡើងសោយរាជ្យអញ្ចឹងបុត្រ
ពីរអង្គផ្សេងទៀតគាត់អត់ទុកចិត្តអញ្ចឹងគាត់ធ្វើការបះបោរអញ្ចឹងទៅធ្វើឲ្យប្រទេសខ្មែរនៅជំនាន់ហ្នឹងមានភាពវឹកវរអញ្ចឹងទៅអញ្ចឹងដល់មូលហេតុទី2គឺមូលហេតុសេដ្ឋកិច្ចទី1បារាំងបើកប្រាក់បៀវត្សរ៍ឲ្យមន្ត្រីរាជការរាជវង្សានុវង្សនិងព្រះមហាក្សត្រខ្ពស់បានន័យថាបើកបៀវត្សរ៍ក្នុងតម្លៃខ្ពស់មួយទៅឲ្យមន្ត្រីរាជការរាជវង្សានុវង្សនិងព្រះមហាក្សត្រហើយបារាំងជាអ្នកធ្វើពាណិជ្ជកម្មក្នុងនិងក្រៅប្រទេសហើយជាអ្នកកាន់កាប់ពន្ធដារសេដ្ឋកិច្ចចុងក្រោយគឺសេដ្ឋកិច្ចខ្មែរធ្លាក់ចុះខ្សោយស្ថិតក្រោមការគាបសង្កត់របស់សៀមនិងយួនចំណុចហ្នឹងដោយសារសៀមនិងយួនគាត់បិទជើងព្រំដែនដល់អញ្ចឹងទៅខ្មែរយើងធ្វើអីអត់បាននេះធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះខ្សោយហើយទាក់ទងនឹងមូលហេតុសង្គមអឺបារាំងគាត់បានរៀបចំប្រព័ន្ធតុលាការពីថ្នាក់មូលដ្ឋានខេត្តនិងក្រុងហើយគាត់បានរៀបចំប្រព័ន្ធរដ្ឋបាលថ្នាក់មូលដ្ឋានខេត្តនិងក្រុងដូចគ្នាហើយធ្វើឲ្យសង្គមខ្មែរមានស្ថិរភាពអញ្ចឹងចំណុចចុងក្រោយនេះហ្នឹងភាគច្រើនទាក់ទងជាមួយកំណែទម្រង់របស់បារាំងអញ្ចឹងកំណែទម្រង់របស់បារាំងហ្នឹងគឺជាគឺជាខ្លឹមសារសំខាន់មួយក្នុងមេរៀនហ្នឹងដែលបានជួយសង្គមខ្មែរជាច្រើនអឺមានកំណែទម្រង់ហ្នឹងហើយបានមានប្រព័ន្ធរដ្ឋបាលរបស់ខ្មែរយើងដល់ដូចគ្នាអញ្ចឹងសំណួរទី3ចាប់ត្រឹមហ្នឹងហើយចេញចូលសំណួរទី4វិញសំណួរទី4សួរថាហេតុអ្វីគាត់ដាក់បារាំងគាត់ដាក់អាណាព្យាបាលមកលើកម្ពុជាគាត់អត់ដាក់មិនបានគាត់ដាក់នៅលើថៃទៅគាត់ដាក់នៅលើអាណាមួយទៅអញ្ចឹងចម្លើយគឺបានជាបារាំងដាក់អាណាព្យាបាលមកលើកម្ពុជាព្រោះទាំងអស់មាន4ត្រីសំខាន់នេះបងដកស្រង់ចេញពីសៀវភៅសង្ខេបមេរៀនមួយបងដែលបងទិញនៅបណ្ណាគាររបស់ទូអញ្ចឹងត្រីទី1ដោយសារប្រទេសខ្មែរយើងសម្បូរទៅដោយទន្លេដែលជាផ្លូវគមនាគមន៍យ៉ាងសំខាន់សម្រាប់ដឹកជញ្ជូនផលកសិកម្មទៅកាន់ទីផ្សារអឺរ៉ុបត្រីទី2មានផ្ទៃដីកសិកម្មច្រើនមានប្រជាជនតិចអាចបង្កើតជាដីដាំដំណាំកសិកម្មបានផលច្រើនត្រីទី3សម្បូរទៅដោយព្រៃភ្នំប្រកបដោយឈើមានគុណភាពខ្ពស់ចុងក្រោយគេគឺសម្បូរទៅដោយរ៉ែនៅក្រោមដីដែលបារាំងអាចប៉ុនប៉ងយកទៅបម្រើវិស័យឧស្សាហកម្មជាតិខ្លួនអញ្ចឹងភាសា4មូលហេតុហ្នឹងហើយដែលធ្វើឲ្យបារាំងគាត់សម្រេចចិត្តមកដឹកអាណាព្យាបាលលើប្រទេសខ្មែរយើងទាំងឡាយដំបូងគាត់អត់ព្រមមកដាក់ទេទោះបីជាព្រះបាទអង្គឌួងគាត់ផ្ញើសម្បត្តិទៅ2លើកក៏ដោយគាត់អត់ព្រមមកដែរសំណួរទី4ធំហ្នឹងអញ្ចឹងសំណួរទី5ចូលរៀបរាប់ពីកំណែទម្រង់ទាំងពីរលើករបស់បារាំងមកលើកម្ពុជាអញ្ចឹងសម្រាប់បងកំណែទម្រង់គឺជាអីដែលសំខាន់បំផុតនៅក្នុងមេរៀនអឺអាណានិគមនិយមបារាំងហ្នឹងប៉ុន្តែក្នុងលក្ខណៈថាចម្លើយរបស់វាច្រើនពេកអញ្ចឹងបើគេយកមកចេញម្ដងកូនសិស្សអាចនឹងធ្វើឲ្យបានច្រើនដល់អញ្ចឹងទៅគាត់នៅតែអត់ទាន់ឃើញចេញតាក់ទងមួយកំណែទម្រង់ប៉ុន្តែបងក៏ត្រូវលើកយកមកបង្ហាញដែរព្រោះវាជាខ្លឹមសារសំខាន់នៃមេរៀនហ្នឹងអញ្ចឹងបងមុននឹងចូលដល់ចម្លើយនៃសំណួរហ្នឹងមកចង់បញ្ជាក់បន្តិចកំណែទម្រង់បារាំងទាំងអស់មានចំនួន2លើក2លើកហើយបានក្រោយមកមានការបះបោរប្រសារពីប្រជាជនខ្មែរដែលដឹកនាំដោយមន្ត្រីខ្មែរហ្នឹងផ្សាយគាត់អត់ពេញចិត្តជាមួយនឹងកំណែទម្រង់លើកទី2អញ្ចឹងធ្វើឲ្យមានការសម្របសម្រួលគ្នាក្រោយមកបង្កើតបានជាកំណែទម្រង់មួយផ្សេងទៀតចុងក្រោយហើយចាំបងបង្ហាញតាមទៀតអញ្ចឹងគាត់តែដឹងថាទាំងអស់មានចំនួន2លើកក្រោយ2លើកវិញមានការបះបោរធ្វើឲ្យមានការសម្រួលគ្នាអញ្ចឹងទៅអញ្ចឹង
នេះយើងចាប់ផ្ដើមកំណែទម្រង់ទាំងពីរលើរបស់បារាំងមានដូចជាកំណែទម្រង់លើកទី1គឺស្ថិតនៅឆ្នាំ1877ចឹងកំណែទម្រង់ឆ្នាំ1877ចឹងមូលហេតុនៃដែលកើតមានកំណែទម្រង់ហ្នឹងគឺនៅឆ្នាំ1877ហ្នឹងបារាំងគាត់ចង់ធ្វើកំណែទម្រង់សង្គមខ្មែរស្ថិតនៅលើពីរចំណុចគឺសង្គមសេដ្ឋកិច្ចពាណិជ្ជកម្មនិងនយោបាយដោយពួកគាត់មានទិសដៅចង់កែប្រែសង្គមប្រពៃណីទំនៀមទម្លាប់ខ្មែរហ្នឹងបានថាសង្គមចាស់ខ្មែរមុនដែលមានបារាំងហ្នឹងដែលជារបៀបថាសង្គមសក្តិភូមិឲ្យទៅជាសង្គមមូលធននិយមវិញបានន័យថាអត់ឲ្យមានទីសកលឲ្យមានមួយប៉ុន្តែគឺពឹងផ្អែកឬក៏បែងចែកទៅតាមមាសប្រាក់អីចឹងទៅដែលមានប្រព័ន្ធទីផ្សារសេរីដោយសង្គមនៅអឺរ៉ុបជំនាន់មុនឡើយចឹងទៅណាអញ្ចឹងយើងដឹងហើយមានមូលហេតុហើយទិសដៅអញ្ចឹងមូលហេតុគាត់គឺចង់ធ្វើការកែប្រែពីរចំណុចគឺសេដ្ឋកិច្ចពាណិជ្ជកម្មនិងនយោបាយហើយទិសដៅកែប្រែសង្គមខ្មែរពីសង្គមប្រពៃណីទំនៀមទម្លាប់សក្តិភូមិឲ្យទៅជាសង្គមមូលធននិយមជាប្រព័ន្ធទីផ្សារសេរីដោយសង្គមបារាំងអញ្ចឹងសម្រាប់កម្មវិធីនិងសកម្មភាពដែលគាត់បានធ្វើអញ្ចឹងគាត់កាត់បន្ថយអំណាចស្ដេចតាំងមន្ត្រីសក្តិភូមិនិងលុបបំបាត់វណ្ណៈខ្ញុំគេឬក៏វណ្ណៈទាសករហ្នឹងទី2គាត់បង្កើនចំនួនម្ចាស់កម្មសិទ្ធិជាពិសេសដីធ្លីអញ្ចឹងទាំងអស់ហ្នឹងគឺជាកម្លាំងចលករជួយជំរុញកម្មវិធីកំណែទម្រង់របស់គាត់ហ្នឹងឲ្យបានជោគជ័យគាត់ទៅលឿនអីចឹងទៅទី3គាត់បង្កើតតុលាការជាន់ខ្ពស់គ្រប់គ្រងលើតុលាការមូលដ្ឋានឃើញទេកន្លែងនេះតាក់ទងជាមួយសំណួរមួយសំណួរហេតុអ្វីបានជាកម្ពុជាទទួលយកអាណានិគមនិយមបារាំងហ្នឹងដោយសារចំណាយមាននៅក្នុងកំណែទម្រង់ហើយគាត់ក្រៅពីបង្កើតតុលាការថ្មីហើយគាត់បង្កើតប្រព័ន្ធពន្ធដារថ្មីទៀតអញ្ចឹងគ្រាន់នៅក្នុងកំណែទម្រង់ទី1ហ្នឹងគាត់ធ្វើបាននៅក្រោមមានទៀតឥឡូវខ្ញុំអាន4ត្រីសិនទី1កាត់បន្ថយស្លេកខ្លាំងកាត់បន្ថយអំណាចស្រាញហើយលុបបំបាត់វណ្ណៈទីសកលបង្កើនចំនួនម្ចាស់កម្មសិទ្ធិបង្កើតតុលាការជាន់ខ្ពស់ឬក៏គ្រប់គ្រងតុលាការមូលដ្ឋានឬក៏យើងហៅតាមមកលើបង្កើតប្រព័ន្ធតុលាការថ្មីហើយបន្តមកបង្កើតប្រព័ន្ធពន្ធដារថ្មីទៀតតមកទៀតបង្ខំឲ្យរាជាណាចក្រសៀមទទួលស្គាល់លើការគ្រប់គ្រងរបស់បារាំងហ្នឹងមកលើកម្ពុជាហើយបង្កើតឲ្យមានការចរចារវាងសៀមបារាំងស្ដីពីព្រំដែនប្រទេសទាំងពីរគឺសៀមនិងខ្មែរអញ្ចឹងកន្លែងនេះគាត់បារាំងក៏បានទៅចរចាជាមួយសៀមទាក់ទងនឹងព្រំដែនខ្មែរសៀមអញ្ចឹងគឺជាដំណាក់កាលនៃការគូសផែនទីដងរ៉ែនមកឲ្យខ្មែរអញ្ចឹងខ្មែរបានទទួលទឹកដីមកវិញពីក្រោមការចរចារបស់បារាំងសៀមហ្នឹងមានស្ទឹងត្រែងមលូព្រៃបាត់ដំបងសៀមរាបនិងសិរីសភ័ណ្ឌហើយពួកគាត់បានចុងក្រោយពួកគាត់បានគូសផែនទីមួយមកដល់ខ្មែរដែលមានឈ្មោះថាផែនទីដងរ៉ែនដែលទទួលស្គាល់លើឆាកអន្តរជាតិមកអញ្ចឹងផែនទីនេះសំខាន់ណាស់នៅក្នុងរឿងក្តីព្រះវិហារជាមួយសៀមហ្នឹងអញ្ចឹងក្នុងកំណែទម្រង់លើកទី1ហ្នឹងគឺមានទាំងអស់បារាំងបានធ្វើចំនួន7រឿងកាត់បន្ថយអំណាចស្ដេចត្រាញ់បង្កើនចំនួនម្ចាស់កម្មសិទ្ធិបង្កើតតុលាការជាន់ខ្ពស់បង្កើតប្រព័ន្ធពន្ធដារថ្មីចរចាជាមួយសៀមទាមទារទឹកដីខ្មែរមកឲ្យវិញដូចជាខេត្តស្ទឹងត្រែងមលូព្រៃបាត់ដំបងសៀមរាបនិងសិរីសភ័ណ្ឌហើយគូសផែនទីដងរ៉ែនមកឲ្យខ្លួនអញ្ចឹងនៅកំណែទម្រង់ទី1មានបញ្ហាអីទេ
ពីសំណាក់សង្គមខ្មែរតែមានបញ្ហានៅពីបារាំងមកវិញមូលហេតុហ្នឹងឯងនាំឲ្យមានកំណត់ចំណងលើកទី2អញ្ចឹងបញ្ហាកើតឡើងដោយសារពេលដែលដាក់ចេញកំណែទម្រង់ហ្នឹងលើកទី1ហ្នឹងហើយមន្ត្រីខ្មែរមហាក្សត្រខ្មែរគាត់អត់សូវស្វែងខ្វល់អត់អនុវត្តតាមនិយាយចឹងទៅអញ្ចឹងធ្វើឲ្យ Resident បារាំងគាត់ខឹងគាត់ចេញកំណែទម្រង់លើកទី2នេះគឺបដូរពីអាណាព្យាបាលនេះក្រោមបដូរពីអាណាព្យាបាលទៅជាប្រទេសអាណានិគមវិញអញ្ចឹងពីរហ្នឹងខុសគ្នាអាណាព្យាបាលផ្សេងអាណានិគមផ្សេងអាណានិគមនេះយើងអាណាព្យាបាលបានន័យថាគាត់អត់មានយកពន្ធយកអីពីយើងទេបើគិតទៅគាត់បើដូចពាក្យអាណាព្យាបាលអញ្ចឹងគាត់មើលថែដូចកូនប៉ុន្តែដល់ពេលអាណានិគមស្ថិតនៅក្រោមចំណោះគេអញ្ចឹងយើងត្រូវបម្រើគេអីចឹងទៅគាត់គេយកពន្ធពីយើងអញ្ចឹងទៅអញ្ចឹងកំណែទម្រង់លើកទី2ហ្នឹងដាក់ចេញមកនៅឆ្នាំ1800បាទចឹងកំណែទម្រង់នៅឆ្នាំ1884ហ្នឹងជាកំណែទម្រង់មួយដែលបារាំងចង់ប្រែក្លាយប្រទេសកម្ពុជាពីប្រទេសក្រោមអាណាព្យាបាលឲ្យទៅជាប្រទេសអាណានិគមវិញក្នុងកំណែទម្រង់នេះបារាំងបានធ្វើដូចតទៅរៀបចំខេត្តរៀបចំថ្នាក់ដឹកនាំខេត្តដោយបារាំងផ្ទាល់រៀបចំថ្នាក់ដឹកនាំខេត្តដោយបារាំងផ្ទាល់ខេត្តពីមុនរបស់ខ្មែរយើងមាន58គាត់បករួមមកសល់8ខេត្តរួមមកត្រឹម8ខេត្តហើយស្ថិតនៅក្រោមការដឹកនាំរបស់ Resident បារាំងទៀតហើយ Resident ត្រូវមានការតែងតាំងពី Resident General តាមសេចក្តីស្នើពីResident Superior ចឹងអាកន្លែងនេះគឺចង់និយាយពី Resident ដែលដឹកនាំតាមខេត្តហ្នឹងត្រូវមានការតែងតាំងពី Resident General បានណា Resident បងយល់ Resident General ហ្នឹងទើបមានសិទ្ធិតែងតាំងឲ្យមាន Resident គ្រប់គ្រងតាមខេត្តប៉ុន្តែមុននឹងមានការតែងតាំងហ្នឹងនរណាគេជាអ្នកស្នើសុំគឺ Resident Superior អញ្ចឹងដូចក្នុងវងកញ្ចក់ហ្នឹងបានបញ្ជាក់ចឹង Resident General ហ្នឹងគាត់ជាថ្នាក់ដឹកនាំនៅសហព័ន្ធទូចិនទាំងអស់មកបានណាវៀតណាមថៃខ្មែរហ្នឹងឡាយហ្នឹងគេហៅទូចិនហ្នឹងតមក Resident Superior ហ្នឹងដឹកនាំតែនៅកម្ពុជាបានណាថ្នាក់ដឹកនាំនៅកម្ពុជាហ្នឹងស្នើសុំទៅដល់ថ្នាក់ដឹកនាំនៅឥណ្ឌូចិនឲ្យមានការតែងតាំង Resident គ្រប់គ្រងតាមខេត្តទាំងអស់បន្ទាប់មក Resident Superior ហ្នឹងធ្វើការងារពេញផ្ទៃប្រទេសក្រោមបញ្ជាផ្ទាល់ពី Resident General នៅកូសាំងស៊ីនអញ្ចឹងកន្លែងហ្នឹងសូម្បីតែ Resident Superior គ្រប់គ្រងនៅខ្មែរហ្នឹងក៏អត់មានសិទ្ធិទៅសម្រាប់ការងារក្នុងប្រទេសខ្មែរដែរតើតែមានការបញ្ជាពី Resident General ដែលជាអ្នកគ្រប់គ្រងនៅឥណ្ឌូចិនហ្នឹងទើបអាចធ្វើទៅបានចុងក្រោយគេគឺដកសិទ្ធិព្រះមហាក្សត្រខ្មែរអញ្ចឹងដូចគេនិយាយអញ្ចឹងព្រះមហាក្សត្រហ្នឹងគាត់ចាំតែទទួលនិងយល់ព្រមសេចក្តីសម្រេចចិត្តរបស់ General Superior ទេគឺគាត់អត់មានសិទ្ធិណាទេគាត់ចាំតែសញ្ញេឬក៏សម្រេចចិត្តទៅតាមការស្នើសុំរបស់ Resident Superior អញ្ចឹងកំណែទម្រង់លើកទី2ហ្នឹងចេញមក5ចំណុចហ្នឹងទីចំថ្នាក់ដឹកនាំខេត្តគឺដោយបារាំងពី50ត្រីទី2ខេត្តពីមុន58បង្រួមមកសល់8ហើយទឹកក្រោមការគ្រប់គ្រងរបស់បារាំងហើយ Resident ដែលគ្រប់គ្រងខេត្តហ្នឹងត្រូវមានការតែងតាំងដោយ Resident General ហើយ Resident Superior ហ្នឹងអ្នកគ្រប់គ្រងការងារខ្មែរហ្នឹងពេញផ្ទៃប្រទេសហ្មងហើយមហាក្សត្រខ្មែរហ្នឹងគឺលែងមានអំណាចហើយ
thua tại nát này bây giờ tính tới con này thầm rộng lên thằng pi nắng tiếng chọc thầm thằng ấy trong một cái số những ai chờ chụp soi thầm thằng bán tàn ấy khỏi bóng trong đặt vào thay tiết ở vô lề chẳng với này con này thầm rộng lên cái pi nắng chứng phim ở miền Nam dù một năm pi năm ấy càng đặt bó càng miền là một không năm trở lại nữa cứ càng bắt bó nóតាមដោយតន្ត្រីសក្តិភូមិខ្មែរនឹងជាអ្នករៀបចំដោយសារអីដោយសារពួកគាត់បាត់បង់សិទ្ធិអំណាចដែលធ្លាប់មានពីមុនអញ្ចឹងពួកគាត់បកគោប្រកាសឲ្យប្រជាជននឹងធ្វើការដើម្បីទាមទារសិទ្ធិមកវិញអញ្ចឹងក្រោយពេលដែលគាត់ទាមទារមានការបះបោរមានអីចឹងមកបណ្ដាគាត់ធ្វើការសម្របសម្រួលបានធ្វើសម្របសម្រួលរហូតទៅដល់ដំណាក់កាលឆ្នាំ1888ដល់ឆ្នាំ1889បារាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយព្រះបាទនរោត្តមអញ្ចឹងកិច្ចព្រមព្រៀងហ្នឹងជាកិច្ចព្រមព្រៀងដែលផ្ដល់អំណាចទៅឲ្យបងហើយកិច្ចព្រមព្រៀងនេះមានខ្លឹមសារដូចតទៅអញ្ចឹងកន្លែងហ្នឹងកុំឆ្ងល់ថៃបានត្រូវបះបោចុះឡើងថៃបានផ្ដល់សិទ្ធិអំណាចទៅឲ្យបារាំងវិញមកកន្លែងមានខ្យល់នេះកន្លែងហ្នឹងកើតមានឡើងដោយសារនេះសារបារាំងផ្ដល់ប្រាក់បៀវត្សខ្ពស់ទៅឲ្យមន្ត្រីខ្មែរដូចដែលយើងបានឃើញនៅសំណួរទីម៉េចហ្នឹងទី3 sorry ទី3អ្នកនរគ្នាបារាំងពេលហ្នឹងគាត់ប្រើប្រាស់ប្រាក់បានន័យថាបើកប្រាក់បៀវត្សខ្ពស់ឲ្យមន្ត្រីរាជការរាជវង្សានុវង្សក្នុងព្រះមហាក្សត្រអញ្ចឹងបានធ្វើឲ្យការបះបោរនោះស្ងប់ស្ងាត់ទៅវិញហើយមានកិច្ចព្រមព្រៀងផ្ដល់អំណាចទៅឲ្យបារាំងអញ្ចឹងដូចខ្លឹមសារហ្នឹងអនុញ្ញាតឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលបារាំងដែលជាថ្នូរមកវិញហ្នឹងជាការលើកកម្ពស់ការគ្រប់គ្រងព្រះបរមរាជវាំងនិងសេចក្តីត្រូវការសំខាន់ៗកន្លែងហ្នឹងស្មើនឹងការផ្ដល់ប្រាក់ហើយបង្កើតក្រុមការងារពិសេសដែលស្ថិតនៅក្រោមការដឹកនាំរបស់រដ្ឋបាលបារាំងពលគឺពីមុនការប្រមូលពន្ធធ្វើឡើងដោយមន្ត្រីខ្មែរពីមុនធ្វើដោយមន្ត្រីខ្មែរប៉ុន្តែឥឡូវបារាំងជាអ្នកប្រមូលវិញម្ដងដូចក្នុងរឿងអក្សរសិល្ប៍ចឹងពួកគាត់ធ្វើអញ្ចឹងបានន័យថាគាត់ក្នុងន័យលុបបំបាត់អំពើពុករលួយក្នុងជួរមន្ត្រីពន្ធដារខ្មែរទី3អនុវត្តច្បាប់ស្តីពីប្រាក់បៀវត្សទៅឲ្យមន្ត្រីរាជការដើម្បីដំឡើងប្រាក់បៀវត្សឲ្យបានខ្ពស់ទៅដល់មន្ត្រីរាជការខ្មែរដែលធ្វើការងារដោយភក្តីភាពអស់ពីសមត្ថភាពបានមិនដូច្នេះទេគឺត្រូវបាត់បង់ការងារអញ្ចឹងគាត់ផ្ដល់ប្រាក់បៀវត្សខ្ពស់ឲ្យមែនប៉ុន្តែក៏ត្រូវមានហើយឲ្យគាត់វិញដែរអញ្ចឹងគឺធ្វើការងារដោយភក្តីភាពអស់សមត្ថភាពបើអញ្ចឹងគេបើមិនអញ្ចឹងទេគឺបាត់បង់ការងារហើយលើសពីនេះទៀតបារាំងបានបង្កើតសាលារដ្ឋបាលសម្រាប់ដកដាលមន្ត្រីខ្មែរទាំងអស់ត្រូវឆ្លងកាត់សាលានេះបានន័យថាមន្ត្រីខ្មែរពីមុនទាំងថ្មីទាំងចាស់ហ្នឹងត្រូវតែឆ្លងកាត់សាលារដ្ឋបាលហ្នឹងទើបមានសិទ្ធិធ្វើការងារជាមន្ត្រីអញ្ចឹងក្រោយមកគឺចប់ត្រឹមហ្នឹងកំណែទម្រង់នៃបារាំងមកលើសង្គមកម្ពុជាយើងអស់ហើយអញ្ចឹងចូលដល់សំណួរថ្មីនេះ6នេះយើងសង្ខេបមកវិញសំណួរសង្ខេបពីលើមកវិញបងដាក់សង្ខេបតើកំណែទម្រង់របស់បារាំងបាននាំមកពីខ្លះមកដល់សង្គមខ្មែរអាហ្នឹងមិនអត់ចេញចេញបាត់ដុំម្ដងតែមកចាំឆ្នាំណានេះឃើញចម្លើយគេឆ្លើយផ្សេងហើយអាណាព្យាបាលបារាំងបាននាំមកដល់កម្ពុជាឃើញដោយសារគេផ្សួរជាអាណាព្យាបាលបារាំងបាននាំផលខ្លះមកដល់កម្ពុជាប៉ុន្តែគេក៏អាចសួរកំណែទម្រង់បាននាំអ្វីខ្លះមកដល់កម្ពុជាដែរអញ្ចឹងយើងឆ្លើយវាមកតែយើងកុំភ្លេចបែងចែកជា2គឺលទ្ធផលវិជ្ជមាននិងអវិជ្ជមានអញ្
ចឹងលទ្ធផលវិជ្ជមាននៃសម័យព្យាបាលបារាំងឬក៏កំណែចម្រុងបារាំងហ្នឹងគាត់ការពារទឹកដីខ្មែរនិងពុទ្ធសាសនាខ្មែរនៅគង់វង្សទី2ខែតម្រង់សង្គមខ្មែរប្រព័ន្ធច្បាប់តុលាការរដ្ឋបាលគន្ធដារនិងការចុះបញ្ជីអប់រំសិក្សាកិច្ចការឲ្យមានលក្ខណៈល្អប្រសើរជាងមុនសិក្សាស្រាវជ្រាវចងក្រងអរិយធម៌ប្រវត្តិសាស្ត្រខ្មែរនិងធ្វើការផ្សព្វផ្សាយទៅលើឆាកអន្តរជាតិនិងជួសជុលប្រាសាទខ្មែរឲ្យនៅគង់វង្សតាមរយៈសាលាចុងទី2សាងសង់ផ្លូវស្ពានសាលារៀនមន្ទីរពេទ្យនិងសមិទ្ធផលផ្សេងៗទៀតទាមទារយកខេត្តខ្មែរពីសៀមវិញដូចជាខេត្តស្ទឹង1893ខេត្តត្រាតកោះកុងម្លូព្រៃទន្លេពៅឆ្នាំ1904ខេត្តសៀមរាបបាត់ដំបងសិរីសោភ័ណ្ឌឆ្នាំ1907គូសផែនទីដងរែកឆ្នាំ1908សម្រាប់ជាប្រយោជន៍ខ្មែរអ្នកទាំងអស់គ្នានេះអាកន្លែងឆ្នាំចាសួរថាអ្នកទាំងអស់គ្នាត្រូវអង្គុយចាំអាទាំងអស់នេះហើយបើមិនចាំទាំងអាឆ្នាំនេះទៀតចាំអស់អញ្ចឹងកន្លែងឆ្នាំនេះបងលើកទឹកចិត្តថាមិនបាច់ទន្ទិញវាទេប៉ុន្តែព្យាយាមចងចាំលទ្ធផលវិជ្ជមានបានថាគាត់ទាមទារអីខ្លះឲ្យខ្មែរយើងវិញខេត្តស្ទឹងត្រែងខេត្តកោះកុងអីចឹងទៅដែលយើងអាចចាំងាយចាំបានតែអាកន្លែងឆ្នាំនេះបើចាំទេក៏មិនដាក់ទេតែបើថាយើងសូត្រចាំហើយសរសេរមកទាំងអស់ហ្នឹងហើយអូខេចឹងយើងមានលទ្ធផលអវិជ្ជមានមួយទៀតចឹងលទ្ធផលអវិជ្ជមានហ្នឹងជំរិតទារពន្ធយ៉ាងធ្ងន់ធ្ងរធ្វើឲ្យប្រជាជនខ្មែរកាន់តែក្រីក្រនិងធ្វើឲ្យមានគម្លាតរវាងអ្នកមាននិងអ្នកក្រអ្នកទីក្រុងនិងជនបទកេណ្ឌប្រជាជនខ្មែរឲ្យទៅច្បាំងក្នុងសង្គ្រាមលោកលើកទី2ចាកាលហ្នឹងដោយសារបារាំងចំនួនហ្នឹងគាត់ធ្វើសង្គ្រាមលោកលើកទី2ដែរចាយើងមិនក្នុងពេកទេនេះប្រមូលយកកេតនភណ្ឌនិងសម្បត្តិមានតម្លៃនៅក្នុងស្រុកទៅបារាំងកាត់ទឹកដីខ្មែរឲ្យទៅសៀមវិញនិងយួនស្រេចទៅចិត្តអញ្ចឹងគាត់ទាមទារមកឲ្យយើងហើយគាត់កាត់ទឹកដីយើងទៅឲ្យគេវិញដែរអញ្ចឹងគាត់កាត់ខេត្តត្រាតហ្នឹងទៅឲ្យសៀមនៅឆ្នាំ1907ហើយថ្ងៃ31មករា1937បារាំងបញ្ចូលកោះត្រល់ទៅដល់ឲ្យកូសាំងស៊ីនវិញកូសាំងស៊ីនហ្នឹងវៀតណាមហើយ4មីនា1949បារាំងកាត់ទឹកដីកូសាំងស៊ីនកម្ពុជាក្រោមទៅឲ្យមហាអំណាចវៀតណាមហើយមានមតិផ្សេងទៀតយើងអាចសរសេរមកអូខេតបមកចុងក្រោយសំណួរទី7ចូលរៀបរាប់ពីចលនាតស៊ូដើម្បីឯករាជ្យជាតិពីបារាំងអញ្ចឹងក្នុងការតស៊ូដើម្បីឯករាជ្យជាតិហ្នឹងគេចែកចេញជា2គឺនេះតស៊ូដោយហិង្សាតស៊ូដោយអហិង្សាឬក៏ដោយអីគេហៅមួយទៀតនយោបាយការបរទេសរបស់សម្ដេចនរោត្តមសីហនុអញ្ចឹងយើងរៀបរាប់ការតស៊ូដោយហិង្សាគឺជាចលនាដោយប្រើអាវុធប្រយុទ្ធបង្ហូរឈាមដើម្បីទាមទារឯករាជ្យដោយចលនាតស៊ូរបស់ខ្មែរឥស្សរៈនិងដែលក្រុមនេះបានពង្រីកក្រុមខ្លួនទូទាំងប្រទេសទី2គឺការតស៊ូដោយអហិង្សាដឹកនាំដោយសម្ដេចនរោត្តមសីហនុហើយបញ្ជាក់ម្ដងទៀតការតស៊ូដោយហិង្សានេះដឹកនាំដោយខ្មែរឥស្សរៈអញ្ចឹងការតស៊ូដោយអហិង្សាគឺជាចលនាតស៊ូដោយសន្តិវិធីតាមរយៈនយោបាយការទូតពលគឺធ្វើតាមរយៈនយោបាយក្រៅប្រទេសជាមួយបារាំងកាណាដាសហរដ្ឋអាមេរិកថៃតាមរយៈនយោបាយការទូតនិងការផ្សាយទី3
จะបានអារោដាមសីហនុមានព្រះបន្ទូលថាបើបារាំងមិនព្រមប្រគល់ឯករាជ្យឲ្យកម្ពុជាទេនោះកម្ពុជាក្លាយជាប្រទេសកុម្មុយនីសចឹងកន្លែងនេះដោយសារពេលហ្នឹងមានសង្គ្រាមត្រជាក់រវាងកុម្មុយនីសនិងបក្សសេរីអញ្ចឹងបារាំងពេលហ្នឹងនៅស្ថិតក្នុងក្រុមសេរីអញ្ចឹងដោយគាត់ខ្លាចប្រទេសនៅឥណ្ឌូចិនហ្នឹងធ្លាក់ក្រោមកុម្មុយនីសរុស្ស៊ីអាល្លឺម៉ង់អីអញ្ចឹងគាត់ក៏ចែកថាយកហ្នឹងមកគម្រាមសម្រាប់ឧត្តមគាត់យកហ្នឹងមកគម្រាមដល់ទី4សកម្មភាពខាងក្នុងប្រទេសវិញព្រះអង្គព្រះបាទព្រះអង្គកន្លែងនេះគឺព្រះបាទនរោត្តមសីហនុហ្នឹងគង់នៅតំបន់ស្វាយ័តក្នុងខេត្តសៀមរាបបាត់ដំបងកំពង់ធំដោយមិនយាងមកភ្នំពេញហើយទ្រង់បានបង្កើតកងជីវពលនារីក្លាហានធ្វើឲ្យប្រជារាស្ត្រក្រោកឈរឡើងទាមទារឯករាជ្យពេញបរិបូរណ៍អញ្ចឹងសំណួរចលនាតស៊ូហ្នឹងមានទាំងអស់4ត្រេយើងសរសេរមកហើយសំណួរទីនេះតើសម័យអាណានិគមនិយមបារាំងមានផលវិជ្ជមានអវិជ្ជមានដូចមួយខ្លះបងប្អូនដូចបេះបិទនិងសំណួរទី6នេះហើយចូលខ្លះទៀតនៅសំណួរទី3នេះចូលរៀបរាប់មូលហេតុអញ្ចឹងសំណួរទាំងអស់ហ្នឹងសឹងតែដូចគ្នាបងប្អូនមានកំណត់យើងដឹងអញ្ចឹងយើងបានដឹងច្រើនពីសំណួរទាំងអស់ហ្នឹងយើងមានកំណត់ប្រតិច្រើនដើម្បីឆ្លើយក្នុងសំណួរនីមួយៗហើយចម្លើយវាចលៀគ្នាទេអញ្ចឹងចំណុចអវិជ្ជមានមានចំណុចអវិជ្ជមានមានបារាំងជួយការពារទឹកដីព្រមទាំងពុទ្ធសាសនាខ្មែរនៅគង់វង្សបារាំងធ្វើឲ្យខ្មែររួចផុតពីនឹមត្រួតត្រាការឈ្លានពានរបស់សៀមនិងយួនបង្កើតសាលាចុងបុព្វាប្រទេសសិក្សាស្រាវជ្រាវចុងក្រងអរិយធម៌ប្រវត្តិសាស្ត្រខ្មែរជាប្រយោជន៍ដល់កូនខ្មែរជំនាន់ក្រោយ3នេះដូចគ្នាទាំងអស់ហើយនឹងបារាំងជួយកំណែទម្រង់រដ្ឋបាលសង្គមនិងសេដ្ឋកិច្ចខ្មែរជួយកសាងហេដ្ឋារចនាសម្ព័ន្ធសាលារៀនមន្ទីរពេទ្យស្ពានផ្លូវថ្នល់ជាដើមបារាំងជួយថែរក្សាជួសជុលប្រាសាទបុរាណខ្មែរនិងកសាងមន្ទីរដើម្បីថែរក្សាវត្ថុបុរាណ1904បារាំងទាមទារខេត្តកោះកុងមលូព្រៃស្ទឹងត្រែង1907ទាមទារខេត្តសៀមរាបបាត់ដំបងសេរីសុខភ័ណ្ឌមកឲ្យខ្មែរ1908បារាំងបានបង្កើតផែនទីដងដែរសង្កត់ថាចេះមកសំណួរនេះឆ្លើយបានសំណួរមួយទៀតខុសគ្នាបន្តិចគេថែមបន្តិចមកផងចំណុចអវិជ្ជមានបារាំងធ្វើឲ្យខ្មែរកាន់តែក្រីក្រឲ្យធ្វើការជិះជាន់កេងប្រវ័ញ្ចយ៉ាងធ្ងន់ធ្ងរបារាំងកេណ្ឌខ្មែរទៅជួយច្បាំងស្លាប់របួសក្នុងសង្គ្រាមលោកលើកទី2គាត់កេណ្ឌប្រជារាស្ត្រខ្មែរឲ្យធ្វើកងទ័ពប្រទេសគាត់បារាំងប្រមូលវេទនភណ្ឌខ្មែរទៅស្រុកបារាំងហើយទឹកដីខ្មែរទៅសៀមនិងយួនស្រេចចិត្តមានខេត្តត្រាចហើយតំបន់កូសាំងស៊ីនកោះត្រល់ហ្នឹងដូចយើងបានដឹងយើងមើលមកហើយមានមតិត្រឹមត្រូវផ្សេងទៀតហើយចង់ខូចនេះមើលសំណួរវិញអញ្ចឹងសំណួរទី9សម័យអាណានិគមនិយមបារាំងមានរយៈពេលប្រមាណ90ឆ្នាំឆ្នាំណាឆ្នាំណា3ដល់53អូអាកន្លែងនេះមែន1863ដល់1853ហ្នឹងណាsorry អ្នកនរគ្នា90ឆ្នាំអញ្ចឹង90ឆ្នាំហ្នឹងមានស្ដេច4អង្គព្រះបាទនរោត្តម1860ដល់1904ព្រះបាទស៊ីសុវត្ថិ1904ដល់1927ព្រះបាទស៊ីសុវត្ថិនីវង្ស1927ដល់1941ព្រះបាទនរោត្តមសីហនុ1941ដល់1958អញ្ចឹងអាសំណួរនេះស្របចេញការទទួលបានឯករាជ្យនៃ
ពីប្រទេសបារាំងហ្នឹងគាត់មានន័យដូចម្ដេចសម្រាប់ប្រជាជនក៏ដូចជាប្រទេសខ្មែរអឺមានន័យដូចជាកម្ពុជារួចផុតពីនាំអាណានិគមនិយមបារាំងកម្ពុជាទទួលបានអធិបតេយ្យភាពបូរណភាពទឹកដីនិងឯករាជ្យកម្ពុជាមានសេរីភាពនិងសិទ្ធិសម្រេចលើជោគវាសនាខ្លួនកម្ពុជារួចផុតពីការគាបសង្កត់កេងប្រវ័ញ្ចជិះជាន់និងការប្រមូលពន្ធដារសិក្សាអំពើយ៉ាងធ្ងន់ធ្ងរហើយអន្តរជាតិទទួលស្គាល់ឯករាជ្យរបស់កម្ពុជានិងមានមុខមាត់លើឆាកអន្តរជាតិហើយក៏មានមតិផ្សេងៗទៀតនិយាយមកអញ្ចឹងវីដេអូថ្ងៃហ្នឹងគឺចប់ត្រឹមហ្នឹងហើយចាំមើលវីដេអូក្រោយបងមានការបរិច្ឆេទសំខាន់ៗដែលយើងត្រូវចាំឧទាហរណ៍ថាខ្មែរយើងបានឯករាជ្យថ្ងៃណាអញ្ចឹងមានទាំងអស់ហើយថ្ងៃខែដែលត្រូវចាំចាំបងដាក់នៅវីដេអូក្រោយចាំបងប្អូនអ្នកនរគ្នា